តើកសិកម្មទំនើបគឺជាអ្វីហេតុអ្វីកសិករយើងត្រូវតែដឹងបងប្អូនធ្លាប់ដាំដំណាំតែចំណាយទឹកច្រើនចំណាយលុយច្រើនតែបានផលតិចថ្ងៃនេះខ្ញុំចង់បង្ហាញពីកសិកម្មទំនើបដែលអាចជួយសន្សំទឹកសន្សំលុយហើយបានផលល្អជាងមុនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកចំណេះដឹងកសិកម្មទំនើបជាពិសេសប្រព័ន្ធទឹកនិងបច្ចេកទេសដែលអនុវត្តបានផលពិតគឺថាកសិកម្មទំនើបមិនមែនមានន័យថាត្រូវតែមានលុយច្រើនតែមានន័យថាប្រើចំណេះដឹងបូកនឹងបច្ចេកវិទ្យាឲ្យបានត្រឹមត្រូវជាឧទាហរណ៍គឺយើងត្រូវប្រើ drip irrigation ជំនួសការបាញ់ទឹកចោលការគណនាម៉ូទ័រឲ្យបានត្រឹមត្រូវដាក់ប្លង់ប្រព័ន្ធទឹកមុនដាំហើយចំពោះការគណនាម៉ូទ័រទឹកខ្ញុំនឹងធ្វើវីដេអូក្រោយទៀតបង្ហាញពីរបៀបគណនាអញ្ចឹងសូមបងប្អូនជួយ like និង subscribe channel ខ្ញុំម្នាក់មួយផងសូមអរគុណ